ก็សូមជម្រាបពរញាតិញោមនេះគឺជាទស្សនវិជ្ជាដំណើរការធ្វើជើងស្តែនទឹកធ្វើជើងស្តែនទឹកដាក់កម្ពស់4ម៉ែត្រឥឡូវនេះយើងធ្វើបានដល់ប៉ុណ្ណេះហើយការចំណាយធ្វើជើងស្តែនទឹកនេះចូលខ្ទង់អស់2លានជាង2លានវាស្មើ$500វាជិត600ហើយយើងចាក់ធ្វើហើយនឹងឈ្នួលជាងផងជាងធ្វើហើយប្រហែលថ្ងៃនេះភ្លៀងផងហើយថ្ងៃនេះក៏មេតិចដែរស្មើនេះម៉ោង2ម៉ោង2តិចអត់ទៅក្តៅហើយឥឡូវនេះធ្វើរៀបចាក់បាត់លើក្តៅពុំធ្វើពុំចាក់ណាការវិវត្តទៅតិចទៅតាមទឹកលុយហើយយើងទៅមានលុយមានចាក់ធ្វើយើងធ្វើតិចព្រោះនៅនេះសត្វអត់ទាំងភ្លើងប្រើភ្លើងយើងអត់ទាន់មានប្រើដែរនេះភ្នំនេះភ្នំយើងឡើងលើភ្នំទៅនេះភ្នំនេះគឺរបូរនៅសូឡាគឺប្រើសូឡាទាំងអស់អានេះតាមមានភ្លើងប្រើទេនៅទៅទឹកហ្នឹងក៏យើងរៀងយ៉ាប់ការប្រើប្រាស់ដែរអញ្ចឹងហើយបានបុកម្ដងបានមួយអស់ខ្ទង់$1000បុកម្ដងមួយហើយឥឡូវនេះយើងធ្វើជើងស្តែនទឹកទៀតសម្រាប់ការស្តុបទឹកទុកប្រើប្រាស់ដើម្បីវាស្រួលទៅយើងមិនប្រមាថយើងមានទឹកស្តុបប្រើប្រាស់ហើយយើងប្រើសូឡាបូមទឹកបានទៀតអាហ្នឹងវាល្អហើយយើងចែកចាយទឹកហ្នឹងដាក់រៀបប្រព័ន្ធទឹកក្នុងវត្តតែម្ដងរៀបនេះយើងថតពីលើភ្នំបងនេះថតពីលើជាងអង្គុយធ្វើសំណង់ថ្ងៃនេះតិចហើយអត់ក្តៅតិចម៉ោង2អត់ស្អីក្តៅតែទៅជាខាងស្រុងជុំវិញសើភ្នំយើងរស់នៅបែបធម្មជាតិរស់នៅបែបព្រៃភ្នំរស់នៅបែបព្រៃភ្នំក៏ល្អមួយយ៉ាងវាស្រួលមួយយ៉ាងស្ងប់ស្ងាត់ល្អស្ងប់ស្ងាត់ស្ដាប់ទៅសំឡេងចាបសត្វយំ